ជម្រាបសួរបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូមួយមកចែករំលែកអំពីវិធីសាស្ត្រក្នុងការធ្វើប្រេងដូងត្រជាក់យើងដឹងហើយប្រេងដូងត្រជាក់មានអត្ថប្រយោជន៍សំខាន់សម្រាប់ការរស់នៅរបស់មនុស្សវាមិនត្រឹមតែជាម្ហូបអាហារប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជួយផ្នែកសម្ផស្សរបស់មនុស្សថែមទៀតដូចជាលាបលើស្បែកឲ្យស្បែកសភ្លឺមាត់រលោងលើសរសៃសក់ឲ្យសក់ដុសវែងហើយក្រាស់ក៏ដូចជាកញ្ចក់ដៃកញ្ចក់ដងជើងជាដើមអូខេឥឡូវមកដឹងលម្អិតអំពីវិធីធ្វើប្រេងដូងនេះជាមួយនឹងខ្ញុំដូចតទៅដំបូងឡើយយើងគ្រាន់តែមានដូងហើយដូងនេះគឺជាដូងរបស់ខ្ញុំផ្ទាល់ដែលវាធ្លាក់មកពីលើដើមអូខេដោយសារវាបរិមាណវាច្រើនពេកដូច្នេះខ្ញុំក៏នឹកឃើញធ្វើប្រេងដូងនេះតែម្ដងទៅយើងសក់ដូងបន្ទាប់ពីសក់ដូងមួយចំនួនធំហើយនេះដោយសារតែខ្ញុំលក់ឲ្យគេអស់មួយចំនួនដូច្នេះសល់តែប៉ុណ្ណឹងខ្ញុំប្រមូលវាមកធ្វើប្រេងដូងតែម្ដងបានប្រហែលជា5ទៅ6ផ្លែតែប៉ុណ្ណឹងអូខេបន្ទាប់មកខ្ញុំយកវាទៅកោសយើងកោសខ្លួនឯងក៏បានប៉ុន្តែយើងត្រូវចំណាយពេលយូរហើយក៏កាកដូងដែលយើងកោសចេញមកនោះវាអត់សូវម៉ត់ល្អវាពិបាកក្នុងការពូតដូច្នេះខ្ញុំយកទៅឲ្យគេកោសហើយតម្លៃមួយក្នុងការកោសនោះគឺគិត500រៀលអូខេគឺធ្វើការកោសហើយនេះខ្ញុំយកទៅកោសនៅផ្សារក្នុងភូមិរបស់ខ្ញុំទេឥឡូវនេះខ្ញុំរៀបចំធ្វើតែម្ដងបន្ទាប់ពីខ្ញុំកោសហើយខ្ញុំថ្លឹងមកបានដូង1គីឡូហើយ1គីឡូនេះយើងប្រើទឹកចំនួន2លីត្រកន្លះតែខ្ញុំមិនបានវាល់ត្រឹមត្រូវទេដោយសារខ្ញុំធ្លាប់ធ្វើពីមុនមកដូច្នេះខ្ញុំស្មានយកតែម្ដងអូខេយើងត្រូវការដាំទឹកក្តៅដើម្បីលាយជាមួយទឹកត្រជាក់ឲ្យទឹកនោះមានលក្ខណៈអ៊ុនហើយយើងយកទៅដាក់ជាមួយខ្ទិះដូងយើងដើម្បីពូតធ្វើបែបនេះវាធ្វើឲ្យខ្ទិះដូងរបស់យើងវាចេញខ្ទិះបានល្អអូខេបន្ទាប់ពីពូតហើយខ្ញុំត្រងវាឲ្យស្អាតបន្ទាប់មកយើងត្រូវការកន្លឬក៏យើងអាចដាក់ជាថង់ក៏បានទៅតាមអ្វីដែលបងប្អូនមានតែបន្ទាប់ពីខ្ញុំពូតអីត្រងស្អាតបាតហើយខ្ញុំដាក់ជាកន្លវិញហើយបិទគម្របវាឲ្យជិតរក្សាទុករយៈពេល24ម៉ោងអញ្ចឹងយើងចង់ដឹងថាក្រោយពីរក្សាទុកអស់រយៈពេល24ម៉ោងតើលទ្ធផលវាបាត់បែបណាអូខេនៅក្នុងវីដេអូនេះនឹងមានការបង្ហាញឥឡូវយើងបានប៉ុណ្ណឹងអូខេបន្ទាប់ពីយើងចាក់ខ្ទិះដូងដាក់ក្នុងដបកែវបែបនេះរួចហើយយើងយកវាទៅរក្សាទុកនៅកន្លែងដែលមានបរិយាកាសល្អកម្ដៅល្មមសមរម្យហើយយើងមិនទៅប៉ះពាល់ធ្វើឲ្យវារង្គើឲ្យនាំឲ្យខូចទ្រង់ទ្រាយទេការរក្សាទុកនោះមានរយៈពេល24ម៉ោងអញ្ចឹងបន្ទាប់ពី24ម៉ោងមកយើងបានប្រេងដូងបែបនេះគឺមានទឹកផ្សេងប្រេងផ្សេងហើយនិងកាកផ្សេងក្រោយមកយើងធ្វើការគៀកាករបស់វាឬក៏ស្រង់កាករបស់វាចេញដើម្បីងាយស្រួលក្នុងការដុសទឹកហើយការដុសទឹកបែបនេះគឺមានលក្ខណៈពិបាកជាងយើងដាក់ថង់បើសិនបើដាក់ថង់គឺងាយស្រួលជាងយើងអាចញាត់ទៅយកត្រង់កន្លែងដែលមានប្រេងនោះហើយប្រេងហូរមកក្នុងចានឬក៏ដបរបស់យើងជាការស្រេចអូខេយើងធ្វើបែបនេះរហូតតតែអស់ប្រេងពីក្នុងដបកែវបន្ទាប់មកដើម្បីបានប្រេងមួយដែលថ្លាហើយស្អាតយើងត្រូវត្រងហើយការត្រងនោះគឺមានយើងត្រងចំនួន2ទៅ3ដងបន្ទាប់ពីត្រងហើយយើងឃើញថាប្រេងដូងរបស់យើងវាមានទឹកផ្នែកជូររបស់វាដូច្នេះដើម្បីឲ្យអស់ទឹកយើងត្រូវយកវាទៅចំហុយហើយការចំហុយនោះខ្ញុំអត់បានថតលម្អិតទេគឺយើងដាក់ភ្លើងតិចហើយដាក់ទឹកល្មមតិចល្មមតែប៉ុណ្ណោះបន្ទាប់មកយើងដាក់ប្រេងដូងចំហុយប្រហែលជា5ទៅ10នាទីដាក់ភ្លើងហឹមនេះគឺជាកាកដូងដែលនៅសល់ខ្ញុំយកទៅចម្រាញ់ជាប្រេងដូងក្តៅយើងដាក់ភ្លើងតិចដូចគ្នាដើម្បីកុំឲ្យវាខ្លោចបន្ទាប់ពីធ្វើការចម្រាញ់សពបែបយ៉ាងហើយយើងទទួលបានប្រេងដូងបែបនេះ
អូខេវីដេអូក្នុងការចែករំលែកស្ដីពីការធ្វើប្រេងដូងត្រជាក់និងប្រេងដូងក្តៅគឺមានតែប៉ុណ្ណឹងអរគុណច្រើនជម្រាបលាបាយបាយ